ប្រជាពលរដ្ឋភាគសឹកប្រមាណ800គ្រួសារមកពីតំបន់បឹងត្រកួនបានបន្តទៅស្នាក់នៅក្នុងជំរកបណ្ដោះអាសន្នដែលរដ្ឋាភិបាលសង់រួចរាល់ជាជំហានទី1ដែលស្ថិតនៅក្នុងស្រុកស្វាយជែកប្រជាពលរដ្ឋភាគសឹកមកពីភូមិបន្ទាយមានរិទ្ធចំនួន504គ្រួសារនិងភូមិសាមគ្គីចំនួន318គ្រួសារនៃតំបន់បឹងត្រកួនស្រុកថ្មពួកខេត្តបន្ទាយមានជ័យដែលត្រូវបានចាប់ឆ្នោតជំហានដំបូងនៅកាលពីថ្ងៃទី20មិនិនា2026បានបន្តរៀបចំស្នាក់នៅក្នុងជំរកបណ្ដោះអាសន្នដែលរដ្ឋាភិបាលសាងសង់រួចរាល់ជំហានទី1ស្ថិតនៅភូមិស្លក្រាមឃុំស្លក្រាមស្រុកស្វាយជែកខេត្តបន្ទាយមានជ័យគណៈការចាប់ឆ្នោតជំហានទី2នឹងធ្វើឡើងនៅថ្ងៃទី10ខែមេសាឆ្នាំ2026ខាងមុខផងដែរចំពោះផ្ទះអតីតយុទ្ធជនដែលបងប្អូនជនភៀសសឹកត្រូវបន្តស្នាក់នៅបណ្ដោះអាសន្នមានផ្ទៃដីទំហំ20x30ម៉ែត្រព្រមទាំងមានបន្ទប់ទឹកសម្រាប់ប្រើប្រាស់ផងដែរសម្រាប់ទីតាំងជំរកស្នាក់នៅបណ្ដោះអាសន្ននេះត្រូវបានអាជ្ញាធររៀបចំសាងសង់ឲ្យមានសាលារៀនមណ្ឌលសុខភាពទីស្នាក់ការសន្តិសុខសម្រាប់បម្រើសេវាជូនបងប្អូនជនភៀសសឹកជាដើមពិធីចាប់ឆ្នោតជ្រើសរើសដីឡូជូនប្រជាពលរដ្ឋជនភៀសសឹកបានធ្វើឡើងនៅថ្ងៃទី18មិនិនា2026នៅមណ្ឌលសុវត្ថិភាពវត្តកណ្ដោលក្រោមអធិបតីភាពលោកផ្លេកវ៉ារីប្រធានក្រុមប្រឹក្សាខេត្តលោកអ៊ុំរិត្រីអភិបាលខេត្តបន្ទាយមានជ័យនិងមានការចូលរួមពីលោកប្រាក់ដាវីតអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួកលោកអភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាជំរកបណ្ដោះអាសន្នទាំងនេះផ្ទះអតីតយុទ្ធជនដែលបងប្អូនស្នាក់នៅគឺមានរៀបចំហេដ្ឋារចនាសម្ព័ន្ធមានទឹកនិងមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ផងដែរដើម្បីជួយសម្រួលដល់បងប្អូនជនភៀសសឹករាជរដ្ឋាភិបាលកម្ពុជាសម្រួលថ្លៃទឹកនិងថ្លៃភ្លើងជូនបងប្អូនរយៈពេលពេញ1ឆ្នាំដោយកំណត់មួយខ្នងត្រូវប្រើប្រាស់ប្រហែលជា30គីឡូវ៉ាត់ក្នុងមួយខែបច្ចុប្បន្នក្រុមការងារកំពុងតែបន្តសាងសង់ផ្ទះអតីតយុទ្ធជនដែលត្រៀមឲ្យជនភៀសសឹកស្នាក់នៅបណ្ដោះអាសន្នសម្រាប់បានប្រមាណជា300ខ្នងហើយតាមការគ្រោងទុកនិងបញ្ចប់ការសាងសង់ផ្ទះប្រហែលជា3000ខ្នងឲ្យបានឆាប់រួចរាល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរនាយករដ្ឋមន្ត្រីកម្ពុជាបានគូបញ្ជាក់ផងដែរថាការផ្ដល់ជំរកបណ្ដោះអាសន្នដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញគឺជាការគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងបរិស្ថាននិងសុខុមាលភាពតែមិនមែនមានន័យថារាជរដ្ឋាភិបាលបោះបង់សិទ្ធិទាមទារទឹកដីនោះឡើយរាជរដ្ឋាភិបាលមានជំហរម៉ឺងម៉ាត់និងដាច់ខាតក្នុងការការពារបូរណភាពទឹកដីហើយបាននឹងកំពុងធ្វើការងារនេះយ៉ាងសកម្មតាមយន្តការការទូតដោយសន្តិវិធីផងដែរ